ឪពុកខ្ញុំបង្ខំម្ដាយខ្ញុំឲ្យឈរត្រង់ខ្លួនលើធ្យូងភ្លើងរយប់ធ្វើឲ្យខ្លាំងទៅបើមិនអីចឹងទេឯងនឹងដឹងហើយព្រោះគាត់ឮថាបើធ្វើបែបនេះ88ថ្ងៃនឹងអាចបង្កើតបានកូនប្រុសដែលមានឫសគល់ភ្លើងតែមិននឹកស្មានថាថ្ងៃសម្រាលកូនម្ដាយខ្ញុំក៏ស្លាប់ដោយសារពិបាកសម្រាលហើយនៅក្នុងខ្ញុំបែរជាដុសសាច់ចម្លែកដែលបិទឈាមទៅវិញឪពុកខ្ញុំគិតថានេះជាប្រផ្នូលអាក្រក់គាត់ក៏យកកាំបិតកាប់ជ្រូកច្រេះមួយដើមមកនិយាយថានឹងបញ្ជូនខ្ញុំទៅចាប់ជាថ្មីឯងហ៊ានប៉ះសក់ចៅអញមួយសរសៃមើលវាជាបិសាចទេណាឪពុកខ្ញុំលុតជង្គង់លើដីយំស្រាក់ទាំងទឹកភ្នែកទាំងទឹកមាត់នៅក្នុងវាជាគំនូគីលីនបំផ្លាញលោកទេព្រះចៅអធិរាជទាំង9ឋាននិង10ភពកំពុងតែមកសម្លាប់ហើយប្រគល់វាទៅឲ្យគេទៅចៅឲ្យខ្ញុំអង្វរហើយពេលនេះខាងក្រៅផ្ទះមានភ្លៀងឈាមនិងខ្យល់ព្យុះដ៏អាក្រក់ទេពតានិងព្រះទាំងឡាយកំពុងរងចាំទារកនោះត្រូវគេបោះចោលពីខ្ទមដើម្បីឲ្យពួកគេហែកស៊ីជាចំណែកនៅពេលនោះក្នុងផ្ទះមានស្ត្រីចំណាស់ម្នាក់ដែលខ្វាក់ភ្នែកម្ខាងបានដាក់ពេងតែចុះគាត់ឈ្មោះយេជីនឈឹងកាលពី30ឆ្នាំមុននៅចុងជើគាត់គឺជាមាតាទេពដ៏ខ្លាំងពូកែបំផុតតែឥឡូវនេះគាត់គ្រាន់តែជាស្ត្រីចំណាស់ខ្វាក់ភ្នែកម្នាក់នៅតំបន់ដាច់ស្រយាលនេះប៉ុណ្ណោះគាត់មិនបានមើលកូនប្រុសដែលលុតជង្គង់លើដីសំបីបន្តិចតែបែរជាលើកខ្ញុំចេញពីអង្រឹងយឺតហើយលើកដៃស្គមស្កាំងរបស់គាត់ចង់អោទៅលើមេឃឲ្យអញប្រគល់វាទៅពួកមនុស្សអន់ប៉ុន្មានអ្នកនេះហ៊ានមកប៉ះពាល់ពូជពងត្រកូលយាយរបស់យើងផងហ្នឹងបើមេឃមិនអាចទ្រាំទ្រវាបានទេថ្ងៃនេះខ្ញុំនឹងទម្លុះមេឃនេះចោលហើយជ្រៅក្នុងភ្នំលូស៊ីសានដែនដីភាគខាងជើងជ្រលងភ្នំចាងយ៉ាវគូ10000ឆ្នាំមុនសង្គ្រាមរវាងមនុស្សនិងបិសាចបានផ្ទុះឡើងហើយស្ដេចបិសាចកន្ទុយ9ត្រូវបានស្ដេចមនុស្សទាំង9អង្គរួមគ្នាបង្ក្រាបនៅទីនេះចាប់ពីពេលនោះមកទីនេះក៏មានអាប់គ្រប់ដណ្ដប់ពេញមួយឆ្នាំអ្នកណាចូលក៏ស្លាប់ដែរជីដូនរបស់ខ្ញុំដែលបានប្រយុទ្ធយ៉ាងលំបាកនោះកំពុងតែបីខ្ញុំឈរនៅមុខរូបសំណាកទេពកញ្ជ្រោងគ្មានក្បាលហើយក្លិនអាក្រក់ជាច្រើនដែលដេញតាមមុខនោះក៏បានចាក់សោចរលងភ្នំនេះរួចទៅហើយរូបសំណាកដ៏ធំជាច្រើននៅលើមេឃបានលេចឡើងបាត់កូនចៅត្រកូលយាយដែលនៅសេសសល់ប្រគល់កូនបិសាចមកបើមិនដូច្នោះទេឯងនឹងមិនបានស្លាប់ដោយស្រួលឡើយសំឡេងដ៏ខ្លាំងដូចគោលាន់បានបន្លឺឡើងធ្វើឲ្យថ្មភ្នំបែកបាក់ប៉ុន្តែជីដូនរបស់ខ្ញុំមិនបានលឺអ្វីឡើយគាត់បានដាក់ខ្ញុំលើថ្មត្រជាក់ហើយសម្លឹងមើលរូបសំណាកនោះដោយសំឡេងស្ងប់ស្ងាត់កន្ទុយ9ឲ្យ10000ឆ្នាំមុនរូបកាយឯងត្រូវបានបំផ្លាញចោលនៅសល់តែវិញ្ញាណមួយចំណែកប៉ុណ្ណោះដែលនៅរស់រានមានជីវិតឯងស្អប់ផ្លូវឋានសុខហើយក៏ស្អប់មនុស្សយើងដែរអញ្ចឹងខ្ញុំនឹងឲ្យឱកាសឯងម្ដងទៀតដើម្បីផ្លាស់ប្ដូរវាសនាខ្ញុំគឺជាបុត្រីទេពចុងក្រោយនៃដែនដីសុខរ៉ែធានជាថ្ងៃនេះខ្ញុំនឹងបូជាផ្លែឈើនៃដាវនេះទាំងស្រុងពាក្យសម្ដីមិនទាន់ចប់ផងជីដូនរបស់ខ្ញុំក៏បានកាន់កាំបិតឆ្លាក់មួយនៅក្នុងដៃហើយគាត់បានយកកាំបិតនោះទៅដាក់នៅកញ្ចឹងរបស់គាត់ខ្ញុំលះបង់រូបកាយបរិសុទ្ធនេះគ្រាន់តែសូមឲ្យអ្នកការពារចៅខ្ញុំឲ្យបានសុខសាន្តអស់មួយជីវិតទៅចុះពេលដែលកាំបិតក្នុងដៃយាយត្រូវបានបោះចោលភ្លាមខ្លួនរបស់គាត់ក៏ឆេះជាអណ្ដាតភ្លើងពណ៌មាសនោះគឺគាត់កំពុងដុតបំផ្លាញព្រលឹងទាំង3និងវិញ្ញាណទាំង7របស់គាត់រូបកាយរបស់គាត់ក៏រលាយបាត់បន្តិចម្ដងក្រោមពន្លឺភ្លើងរហូតក្លាយជាអាវបរិសុទ្ធពណ៌មាសមួយនោះគឺជាស្នាដៃនៃការបណ្ដុះបណ្ដាលពេញមួយជីវិតរបស់គាត់រីឯរូបកាយពិតរបស់គាត់ក៏ក្លាយជាពន្លឺផ្កាយតូចទៅនៅលើមេឃក៏មានសម្លេងគោលាន់លាន់ឬឡើងរីឯរូបសំណាករបស់ពួកបរិសុទ្ធនៅលើមេឃក៏កំពុងតែស្រែកដោយការភ័យខ្លាចឆាប់បញ្ឈប់វាទៅនោះគឺជាមហាបារមីបិសាចបំផន់ហើយអស់ហើយរូបសំណាកក៏ញ័ររញ្ជួយក្រញាំខ្លាស្ដុតធំនិងស្រមោលមួយក៏បានហែកលំហអាកាសវាក៏ចាប់យកអាវបរិសុទ្ធពណ៌មាសនោះភ្លាមនោះធម្មពលបិសាចដ៏គួរឲ្យខ្លាចក៏ហោះឡើងទៅលើមេឃបំផ្លាញគោលាន់និងរូបសំណាកខ្ទេចខ្ទីអស់នៅក្នុងអាប់ភ្នែកពណ៌ស្វាយដ៏តាក់ទាញមួយគូក៏បើកយឺតហើយសម្លឹងមកខ្ញុំដោយក្រអឺតក្រទុំគួរឲ្យចាប់អារម្មណ៍ណាស់រូបកាយបរិសុទ្ធរបស់មនុស្សម្នាក់បែរជាលះបង់ខ្លួនឯងដើម្បីកំណើតបិសាចទៅវិញបើវាខ្លាចជាចំណងស្នេហ៍របស់ឯងហើយអីចឹងខ្ញុំនឹងព្រមតាមឯងទៅគឺដកយកជីវិតក្មេងនេះចេញចាប់ពីថ្ងៃនោះមករូបគីឡិននៅពីក្រោយខ្នងខ្ញុំក៏មានស្នាមក្រញាំពណ៌សមួយបន្ថែមទៀតនៅក្នុងសមុទ្រថ្មក៏មានចិញ្ចៀនឆ្អឹងសម្រិតមួយបន្ថែមទៀតហើយក៏មានព្រលឹងដែលកំពុងដេកលក់មួយដែរ